សម្រាប់អតិថិជនចង់ប្រើជាមួយនឹង YouTube បាទខ្ញុំប្រាប់ពីរបៀបvoice សំឡេងណាបាទអញ្ចឹងការ voice សំឡេងដោយសារ tele អញ្ចឹងមាន2ណាអញ្ចឹងខ្ញុំណែនាំឲ្យអ្នកនរគ្នាប្រើជាមួយ tele air mouse នេះដើម្បីហៅជាសំឡេងបាទអញ្ចឹងជំហានដំបូងយើងត្រូវចូលមកក្នុងកម្មវិធី YouTube ណាបាទបងចុចចូល YouTube មកបាទអញ្ចឹងរបៀបប្រើ tele បងដឹងណាបាទយើងគ្រាន់តែចុចចូល YouTube បែបហ្នឹងមកបាទអញ្ចឹងវានឹងធ្វើការបាទ loading ចូល YouTube ហើយបាទហើយបើសិនជាវាចេញកន្លែងបែបនេះអ្នកនរគ្នាមកចុចពាក្យថាមើលក្នុងនាមជាភ្ញៀវយើងអូសមកក្រោមមកចុចពាក្យថាមើលក្នុងនាមជាភ្ញៀវបែបហ្នឹងមកណាបាទអូខេតោះឥឡូវខ្ញុំឧទាហរណ៍មួយណាបាទបើសិនជាបងចង់ voice សំឡេងយើងអាចធ្វើមិនបានបាទអញ្ចឹងយើងចុចទៅខាងលើប្អស់មកណាបាទចុចទៅខាងលើប្អស់មកហើយមកចុចបាទធ្វើមិនយើងចុចឲ្យអា microphone យើងនេះយើងចេញសបាទឃើញចេញពណ៌សបែបនេះមកហើយអ្នកនរគ្នាគ្រាន់តែចុចប៊ូតុងកដាលមកប៉ក់មកណាហើយយើងនិយាយដាក់ tele នឹងតែម្ដងបាទយើងនិយាយដាក់ tele មិននិយាយដាក់ TV box ទេចុចមកប៉ក់មកនិយាយយកហ្មងណាចុចបាទបើវាចេញបែបនេះបាទអ្នកនរគ្នាអាចមើលជាក់ស្ដែងគេដាក់ថាបន្តស្វែងរកតាមសំឡេងអញ្ចឹងយើងចុច OK មួយសិនមកចម្រៀងខារ៉ាអូខេណាឃើញទេវាចេញវា search ចេញឲ្យយើងហ្នឹងបាទយើងចាក់ទៅអ្នកនរគ្នាចង់បានចម្រៀងមួយណាវីដេអូមួយណាយើងចុចនៅលើហ្នឹងមកណាបាទហើយបើខ្ញុំសូមត្រឡប់វិញបើសិនជាចង់ voice បន្ថែមយើងចុចត្រឡប់មកសិនមកហើយយើងចុចទៅលើទៀតមកណាយើងចុចទៅលើទៅដល់រូប microphone យើងគ្រាន់ចុច OK មួយយើងនិយាយយកទៀតហើយរឿងតុក្កតាបាទឃើញអត់វាស្វែងរកឲ្យយើងទៀតអ្នកសិតតែរឿងតុក្កតានេះបាទហើយបើចង់ហៅអីទៀតឬថាចង់មើលរឿងចិនឧទាហរណ៍បាទយើងចុចមកប៉ក់ទៀតមករឿងចិននិយាយភាសាខ្មែរបាទអញ្ចឹងយើងឆ្លាញ់រឿងមួយណាយើងចុចទៅលើរឿងបាទមួយហ្នឹងទៅអ្នកនរគ្នាណាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេអ្នកនរគ្នារបៀប voice សំឡេងបាទដោយសារតែយើងមិនចាំបាច់ទៅសេឲ្យហត់ទេបាទយើង voice តែសំឡេងទៅគឺយើងហៅវីដេអូបានហើយសម្រាប់អ៊ំពូមីងចាស់ដែលគាត់អត់ចង់សាំញ៉ាំទៅសេច្រើនគឺយើងបាទទិញដុំ TV box ហ្នឹងត្រូវហើយអ្នកនរគ្នាណា